Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នារបៀបបង្កើតប្រូនតូខ្ញុំមាន 380k តែខ្ញុំចង់បាន 420k ជាដំបូងយើងត្រូវការយកឈ្មោះដែលមាន level 1មកនិងញីដែលមានឈាម 380k របស់យើងអូខេបន្ទាប់មកយើងដាក់វាបង្កើតទៅបន្ទាប់ពីចាំយ៉ាងយូរយើងក៏បានភ្ជាប់វាចេញបានសម្រាប់តែប្រូនតូនេះវា level ធំពេក level 510ហើយយើងអាចយកទៅធ្វើបានទេអញ្ចឹងយើងអត់ត្រូវការហ្នឹងទេយើង kill វាចោលទៅយើងបង្កើតសត្វថ្មីបន្ទាប់ពីបង្កើតសត្វថ្មីមកខ្ញុំបង្កើតបានប្រូនតូនេះមួយដែលមាន level 357ដែលឈាម 380,000 វាឈាមស្មើនឹងមេវាដែរក៏ប៉ុន្តែ level វាទូជាងមេវាទេអញ្ចឹងយើងត្រូវការlevel តូចអញ្ចឹងដើម្បីយើងយកទៅធ្វើឲ្យវាឈាមច្រើនអូខេបន្ទាប់ពីវាធំហើយយើងត្រូវចាប់វាដាក់ចូល element ទៅយើងចាប់វាចូល element ដើម្បីយើងយកថែមសត្វថ្មីបន្ទាប់ពីចាប់ហើយយើងនឹងឃើញឈ្មោះនេះពាក្យថាថែមយើងអត់ចង់បានជាប្រូនតូយើងថែមទេយើងចង់បានជាប្រូនតូព្រៃវិញអញ្ចឹងយើងត្រូវតែដូរ generator ថ្មីដើម្បីវាខ្លាចជាសត្វព្រៃបើគ្នាយើងមានត្រែបមិនបាច់ធ្វើដូចខ្ញុំទេយើងគ្នាយើងគាត់តែលេសត្រែបទៅវាខ្លាចជាសត្វព្រៃតែនេះខ្ញុំម្នាក់ឯងខ្ញុំត្រូវបង្កើត generator ថ្មីដើម្បីឲ្យវាខ្លាចជាសត្វព្រៃអូគ្នាបន្ទាប់ពីយើងដូរ generator ហើយក៏វាខ្លាចតន់ខ្លាចជាសត្វព្រៃភ្លាមៗដែរយើងត្រូវចាំវាបន្តិចយើងចាំវាប្រហែលជា1នាទីទៅអូខេបន្ទាប់ពីចាំប្រហែលស្ទុះមកវាខ្លាចជាសត្វព្រៃហើយអញ្ចឹងគ្នាយើងអាចទៅបើកវានៅកន្លែងអបបានហើយអូខេបន្ទាប់ពីវាចេញមកយើងបាញ់វាស្លាប់ទៅដើម្បីយើងថែមសត្វថ្មីអូខេបន្ទាប់ពីបាញ់ចិត្ត1លានគ្រាប់មកវាក៏បានស្លាប់បានជោគជ័យពេលដែលវាស្លាប់អញ្ចឹងគ្នាយើងត្រូវ up level វាឲ្យបាន level 600មកតែហាម up លើនឹងពេលដែលយើង up លើវានឹង reset ទៅ level 1វិញអញ្ចឹងយើងកុំ up លើយើង up តាមតែ level 600គាត់បានហើយអូខេបន្ទាប់ពីវា level 600ហើយយើងធ្វើការដាក់គុណ15និងតឡងឲ្យវាស៊ីទៅដើម្បីយើងថែមវាអូខេអ្នកទាំងអស់គ្នាបន្ទាប់ពីវាងើបហើយវាឡើងឈាមទៅដល់4សាន2ម៉ឺនពេលដែលដំបូងវាឈាមតែ 380k ទេឥឡូវវាឡើងទៅដល់ 420k អញ្ចឹងវាឡើងច្រើនដែរហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយអ្នកទាំងអស់គ្នាជម្រាបលា